ចង់ទាញវីដេអូចេញពីកម្មវិធី TikTok របស់យើងដោយមិនចាំបាច់ជាប់ logo TikTok ជាប់ logo TikTok បងប្អូនអាចអនុវត្តតាមនេះបានដោយវាមានពិបាកទេស្រួលៗទេបងប្អូនទាំងគ្នាអញ្ចឹងដំបូងឡើយបងប្អូនចូលទៅក្នុងកម្មវិធី TikTok យើងមកបន្ទាប់ពីចូលនៅក្នុងកម្មវិធី TikTok របស់យើងហើយបងប្អូននឹងចង់ផុសវីដេអូមួយណាដែលបងប្អូនចង់ផុសមែនទេអញ្ចឹងខ្ញុំឧទាហរណ៍បងប្អូនមើលគឺវាចេញទៅប្រងបែបនេះមកអញ្ចឹងរដងបងប្អូនចុចអាសញ្ញាកំហុសនេះមកតែបងប្អូនកុំចាក់នឹងអីបងប្អូនចុចខាងសនេះវិញដល់កន្លែងនេះជាធម្មតាបងប្អូនចុចបន្ទាប់ហ្នឹងប៉ុន្តែបងប្អូនកុំចុចកន្លែងទាំងអីបងប្អូនឃើញខាងលើអត់នេះវាមានសញ្ញា share កន្លែងនេះអញ្ចឹងបងប្អូនចុចកន្លែង share នេះមកអញ្ចឹងបន្ទាប់បងប្អូនចុចសញ្ញា share ហើយនឹងចេញកន្លះ3កន្លងបែបនេះវាមានទី1គេដាក់ថារក្សាទុកបង្ហោះដែលមានរូបភាពព្រាមទី2បង្ហោះដើម្បីរក្សាទុកដោយគ្មានរូបភាពព្រាមហើយទី3គេដាក់តែ story ប៉ុន្តែបងប្អូនចុចនេះអាកន្លែងកណ្ដាលមកនេះខ្ញុំដាក់បន្ទាប់ពីបងប្អូនចុចកន្លែងសញ្ញាកណ្ដាលនឹងហើយវានឹងធ្វើការបង្ហោះតែម្ដងនៅក្នុង TikTok របស់យើងហើយអញ្ចឹងរងចាំឲ្យផ្លែទៅកន្លែងនេះគឺជាវីដេអូដែលយើងកំពុងតែបង្ហោះយើងរងចាំឲ្យវាពេញ 100% ចាំយើងចូលទៅមើលថាតើវាជាប់ logo អត់អញ្ចឹងបងប្អូនអ្នកគ្នាវីដេអូនេះយើងបានបង្ហោះចូល 100% ហើយបើសិនជាបងប្អូនចង់ទុកក៏យើងទុកទៅតែបើសិនជាបងប្អូនចង់ទុកទេបងប្អូនធ្វើការលុបទៅហើយបន្ទាប់មកបងប្អូនចូលទៅមើលកន្លែងនេះរូបថតឬក៏ស៊ុំក្នុងទូរស័ព្ទ memory របស់យើងណាថាតើវាចូលមកហើយនៅវីដេអូគេនេះជាវីដេអូដែលយើងធ្វើការបង្ហោះមាញ់បងប្អូនឃើញអត់មានជាប់ logo អត់មានជាប់អី TikTok ញ៉ៃបងប្អូនទាំងគ្នាហើយយើងក៏អាចទាញវីដេអូផ្សេងកាលពីវីដេអូរបស់យើងដែលជាវីដេអូអ្នកដទៃដែលយើងចង់យកមកពី TikTok ដោយមិនចាំបាច់ជាប់ logo បានដូចគ្នាក៏ប៉ុន្តែខ្ញុំនឹងបង្ហាញបងប្អូនទាំងគ្នានៅពេលវីដេអូក្រោយទៀតអរគុណច្រើនជួបគ្នាវីដេអូក្រោយ